สุดท้ายเนี่ยต่างกันนี้ให้ថ្ងៃនេះគឺ admin មានវីដេអូមួយដ៏សំខាន់សម្រាប់បងប្អូនដែលគាត់មានកូនតូចហើយគាត់ចង់កំណត់ម៉ោងកំណត់ពេលវេលាដែលថាកូនយើងមើលចាប់ពីម៉ោងប្រមាណដល់ម៉ោងប្រមាណហើយ YouTube ហ្នឹងគឺផ្អាកដោយស្វ័យប្រវត្តិតែម្ដងគឺអាចមើលបន្តទៀតបានទេអញ្ចឹងបងប្អូនខ្លះគាត់រវល់លក់ដូររវល់ធ្វើការងារផ្ទាល់ខ្លួនអញ្ចឹងគាត់ឲ្យកូនទៅមើល YouTube មានន័យថាដាក់ YouTube ឲ្យកូនមើលពេលដាក់ឲ្យគាត់មើលជួនកាលបើយើងអត់បានកំណត់ទេគាត់មើលរហូតបាទគាត់មើលរហូត2ម៉ោងប្រហែលដល់ម៉ោងប្រហែលគាត់មើលរហូតមួយរឿងទៅមួយរឿងមកថាតុក្កតាគំនូជីវចលអញ្ចឹងណាគាត់មើលមួយចូលមួយមើលមួយចូលមួយរហូតដោយសារយើងមិនបានកំណត់ម៉ោងតែឥឡូវ admin គឺមានវីដេអូបង្ហាត់ឬក៏បង្ហាញបងប្អូនទាំងអស់គ្នាដែលអាចកំណត់ម៉ោងដល់ខ្លួនឯងបានមានន័យថាឥឡូវយើងឲ្យកូនមើលចាប់ពីម៉ោង7ដល់ម៉ោង8តាម1ម៉ោងឯងអញ្ចឹងគាត់មើលម៉ោង7ដល់ពេលដល់ម៉ោង8គឺ YouTube ហ្នឹងគឺបិទ direct តែម្ដងគឺអត់អាចចុចមើលបានបន្តទៀតបានទេបាទដោយសារយើងកំណត់ម៉ោងហើយអញ្ចឹងចង់ដឹងថាការកំណត់ម៉ោងបែបម៉េចធ្វើបែបម៉េចគឺបងប្អូនមើលវីដេអូនេះទាំងអស់គ្នាហើយជាដំបូងយើងចូលទៅកាន់ YouTube ណាបងប្អូនអរគ្នាយើងចូលទៅកាន់ YouTube របស់យើងមកបាទនេះជា YouTube របស់យើងចូលមកកាន់ YouTube របស់យើងមកហ្នឹងហើយយើងចូលបបមកបាទ YouTube របស់យើងគឺធម្មតាជាទូទៅគឺវាបែបហ្នឹងហើយអញ្ចឹងយើងចូលទៅកាន់រូប profile របស់យើងអ្នកទាំងអស់គ្នាបាទរូប profile របស់យើងនេះរូប profile របស់យើងនៅខាងក្រោមណា sorry ឈប់នេះអ្នកទាំងអស់គ្នាហើយទូរស័ព្ទបងប្អូនខ្លះគឺគាត់នៅលើនេះបាទគាត់នៅគីឡូកែងលើនេះណាហ្នឹងហើយកែងលើនេះអញ្ចឹងបងខ្ញុំនៅខាងក្រោមអញ្ចឹងខ្ញុំចុចលើ profile YouTube របស់យើងមកបាទចុចចូល profile YouTube របស់យើងមកហើយយើងនឹងឃើញពាក្យថា setting បាទបងប្អូនចូលទៅកាន់ setting នៅខាងលើនេះហ្នឹងហើយនៅខាងលើនេះបាទហើយបងប្អូនខ្លះគាត់នៅខាងក្រោមបាទនៅខាងក្រោមអញ្ចឹងណាហ្នឹងហើយនៅខាងក្រោមនេះអញ្ចឹងយើងមើលរូបតាមហ្នឹងមកណាពេលខ្លះវានៅខាងលើពេលខ្លះវានៅខាងក្រោមតាមប្រភេទនៃទូរស័ព្ទមួយបាទនឹងសម្រាប់ Android បាទសម្រាប់ Android បងប្អូនហ្នឹងហើយខ្ញុំបង្ហាត់សម្រាប់ Android ហ៎បាទឥឡូវយើងចូលទៅកាន់ setting ហ្នឹងមកបាទអញ្ចឹងចូលទៅកាន់ setting គឺយើងខ្ញុំដាក់ជាភាសាខ្មែរអ្នកនរគ្នាបាទស្រួលមើលអញ្ចឹងយើងមើលអក្សរនៅខាងនេះបាទនេះគេដាក់ថាគ្រប់គ្រងពេលវេលាបាទនេះអ្នកនរគ្នាបាទអញ្ចឹងគឺកន្លែងនេះហើយដែលយើងត្រូវចូលទៅធ្វើចូលទៅកំណត់ម៉ោងកំណត់ពេលវេលាដើម្បីឲ្យកូនរបស់យើងមើលកុំឲ្យគាត់ស្វាងភ្នែកកុំឲ្យគាត់ខូចភ្នែកកុំឲ្យគាត់មើលច្រើនអញ្ចឹងណាបាទអញ្ចឹងយើងចុចចូលមកបាទចូលមកគឺយើងអស់មកក្រោមយើងយកមកចូលកន្លែងនេះអ្នកនរគ្នាយ៉ា sorry អ្នកនរគ្នា sorry នេះដោយសារពេលយើងចុចទៅវា load ហ្នឹងហើយនេះកន្លែងនេះអ្នកនរគ្នានេះបាទរំលឹកខ្ញុំនេះរំលឹកខ្ញុំដល់ពេលគេងតែអញ្ចឹងគឺការកំណត់គឺនៅកន្លែងហ្នឹងហើយអញ្ចឹងអត់ពិបាកកំណត់ទេអ្នកនរគ្នាឥឡូវយើងចុចចូលកន្លែងហ្នឹងមកបាទចុចចូលកន្លែងហ្នឹងមកបាទចុចចូលមកគឺនៅក្នុងចន្លោះនេះដែលយើងត្រូវធ្វើវាអ្នកទាំងអស់គ្នាបាទចន្លោះនេះដែលយើងត្រូវធ្វើវាហ្នឹងហើយនៅក្នុងចន្លោះមួយហ្នឹងហើយអក្សរគេដាក់នេះឥឡូវយើងមើលអក្សរនៅខាងលើអត់ទាន់គ្រានេះគេថានៅពេលមុខងារម៉ោងគេងក្នុងទូរស័ព្ទរបស់ខ្ញុំត្រូវបានបើកនៅហើយនៅខាងក្រោមគេដាក់ថាប្រើកាលវិភាគផ្ទាល់ខ្លួនអូខេអញ្ចឹងយើងត្រូវធ្វើនៅចន្លោះអក្សរបែបនេះណាអញ្ចឹងឥឡូវយើងចុចចាប់ផ្ដើមពេលខាងលើចុចខាងលើមុនអ្នកនរគ្នាចុចខាងលើបាទចុចខាងលើមកឥឡូវយើងកំណត់លោកថាឥឡូវខ្ញុំមើលទូរស័ព្ទចាប់ពីម៉ោងអញ្ចឹងយើងកំណត់ម៉ោងមកអ្នកនរគ្នាឥឡូវឧទាហរណ៍ឥឡូវខ្ញុំមើលចាប់ពីនេះ AM ណាឥឡូវខ្ញុំមើលចាប់ពីម៉ោង7ព្រឹកអ្នកនរគ្នាយើងអស់ចឹងមកបាទឥឡូវខ្ញុំមើលចាប់ពីម៉ោង7ព្រឹកបាទចាប់ពីម៉ោង7ព្រឹកទៅឥឡូវខ្ញុំដាក់រួចរាល់ចុចឡើងរួចរាល់ហ្នឹងយើងចាប់ផ្ដើមម៉ោងដែលយើងចាប់ផ្ដើមមើល YouTube ម៉ោង7ព្រឹកបាទហើយនេះកន្លែងនេះអ្នកនរគ្នាបាទកន្លែងនេះយើងចុចរួចរាល់មកអូខេហ្នឹងហើយឥឡូវយើងចាប់ផ្ដើមធ្វើពេលបញ្ចប់នេះ
ពេលបញ្ចប់វាម៉ោង 1 ល្ងាចអញ្ចឹងយើងកំណត់មកចុចចូលឡើងហ្នឹងមកឥឡូវពេលដែលយើងឈប់មើលម៉ោងម៉ាន PM ណាហ្នឹងហើយ PM ឥឡូវថាខ្ញុំឈប់មើលខ្ទង់ម៉ោង 10 កន្លះយ៉ាម៉ោង 10 កន្លះចាំមើលម៉ោង 10 កន្លះល្ងាចណា 10 កន្លះយប់បងប្អូនបាទឥឡូវខ្ញុំអូសទៅរម៉ោង 10 នេះឥឡូវខ្ញុំថាម៉ោង 10 ល្ងាចនេះម៉ោង 10 យប់ម៉ោង 10 កន្លះហ្នឹងគឺខ្ញុំឈប់មើលចុចរួចរាល់ហ្នឹងមកបាទចុចរួចរាល់ឡើងហ្នឹងមកអូខេអញ្ចឹងខ្ញុំចាប់ផ្ដើមយើងមើលទៅលើកន្លែងនេះហ្នឹងហើយបងប្អូនមើលកន្លែងខ្ញុំគូសនេះណាបាទយើងមើលកន្លែងហ្នឹងពេលចាប់ផ្ដើមខ្ញុំចាប់ផ្ដើមមើល YouTube ចាប់ពីម៉ោង 7 បាទម៉ោង 7 ព្រឹករហូតដល់ម៉ោង 10 កន្លះអញ្ចឹង 10 កន្លះហ្នឹងគឺវាលោតបិទ direct ហ្មងអញ្ចឹងយើងដឹងថាម៉ោងស្មើហ្នឹងគឺឈប់មើលយើងដេកហើយយើងបិទដេកហើយអញ្ចឹងជាការកំណត់មួយដ៏ល្អបាទហើយបើសិនជាបងប្អូនកំណត់ឲ្យកូនមើល1 ម៉ោង 1 ម៉ោង 1 ម៉ោងកន្លះក៏បានដែរមានន័យថាយើងកំណត់គាត់មើលម៉ោង 7 ឬក៏ម៉ោង 8 អីចឹងទៅយើងកំណត់ត្រឹមកន្លះម៉ោង 1 ម៉ោងអីបានយើងកំណត់ក្នុងហ្នឹងណាហ្នឹងហើយកំណត់ឲ្យគាត់មើលត្រឹម1 ម៉ោង 1 ម៉ោងកន្លះអីចឹងទៅហ្នឹងហើយតាមបងប្អូនទាំងអស់គ្នាទេឥឡូវយើងរួចរាល់ហើយយើងចុចពាក្យថាយល់ព្រមយ៉ាយើងចុចពាក្យថាយល់ព្រមបងប្អូនទាំងអស់គ្នាកុំភ្លេចនេះយល់ព្រមនេះមកអញ្ចឹងយើងចុចពឹបមកអូខេអញ្ចឹងនៅក្នុងកន្លែងនេះគឺវាបើកហើយអ្នកទាំងអស់គ្នាវាបើកហើយបាទកន្លែងនេះគឺវាបើកឃើញអត់ឃើញកន្លែងវាបើកហើយហ្នឹងហើយបើកអនហើយអញ្ចឹងគឺមានតែប៉ុណ្ណឹងអ្នកទាំងអស់គ្នាដែលយើងត្រូវកំណត់ពេលវេលានៅក្នុង YouTube របស់យើងបាទសម្រាប់បងប្អូនមើលឥឡូវនេះវាដាក់ការរំលឹកអំពីម៉ោងគេងរបស់អ្នកត្រូវបានបើកអញ្ចឹងអ្នកនៅសល់ប្រហែលជា11ម៉ោងទៀតរហូតដល់ម៉ោង 10 កន្លះបាទ 10:30 នេះគេប្រាប់យើងហ្នឹងហើយអញ្ចឹងគេប្រាប់យើងគេការរំលឹកយើងថាយើងនៅសល់11ម៉ោងទៀតអញ្ចឹងយើងមានពេល YouTube មើល YouTube រហូតដល់ម៉ោង 10 កន្លះហ្នឹងគឺវាបិទអូតូហើយបាទនេះជាសាររំលឹកនេះគេរំលឹកខ្ញុំម្ដងទៀតអញ្ចឹងគេរំលឹកយើងណាអញ្ចឹងយើងមើលបានតែប៉ុណ្្នឹងទេអញ្ចឹងវាល្អសម្រាប់បងប្អូនដែលមានកូនតូចឲ្យគាត់មើល YouTube ណាហ្នឹងហើយបើយើងចង់នេះយើងចុចខ្វែងវិញមកអ្នកទាំងអស់គ្នាកន្លែងនេះគេក៏រំលឹកយើងទេនេះយើងចុចខ្វែងឡើងហ្នឹងមកអូខេអញ្ចឹងតែប៉ុណ្្នឹងទេវីដេអូនេះគឺមានតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាអញ្ចឹងអរគុណបងប្អូនទាំងអស់គ្នាដែលតាមដានវីដេអូរហូតដល់ចប់ហើយបើសិនជាមានចម្ងល់អាច comment នៅក្រោមវីដេអូបានហើយអរគុណទាំងអស់គ្នាបាទដែលពេញចិត្តវីដេអូហើយនឹងចុច Subscribe ក៏ដូចចុចរូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីបន្ថែមទៀតទៅលើល្អៗនៅក្នុងការប្រើប្រាស់ទូរស័ព្ទដៃឬក៏ app ផ្សេងៗបាទអរគុណជួបគ្នានៅវីដេអូក្រោយ